ដាបិតាជាព្រះព្រំរបស់បុត្រធីតាការដែលធ្វើឲ្យមេដាបិតាលំបាកចិត្តតឹងណែនក្នុងទ្រូងយំបង្ហូរទឹកភ្នែកគឺជាបាបកម្មដ៏ធ្ងន់របស់កូន 2. ការជឿស្ដាប់ដំបូន្មានល្អរបស់មេដាបិតារមែងមិនមានការសាបសូន្យឡើយពោលគឺមិនចេះរឹងរូសតែម្យ៉ាងគឺកូននឹងបានល្អគ្រប់យ៉ាង 3. ការតបស្នងព្រះគុណដល់អ្នកមានគុណគឺតាំងតែពីអ្នកមានគុណនៅមានជីវិតរហូតដល់ចែកឋាន 4. ការបំពេញតួនាទីជាកូនល្អគឺជាការបប្រតិបត្តិធម៌កូនល្អត្រូវភ្ញាក់ខ្លួនត្រូវរហ័សរហួនរវាសរវៃត្រូវឈានទៅមុខត្រូវធ្វើការងារប្រជែងជាមួយពេលវេលាដើម្បីកសាងខ្លួននិងដើម្បីការរីកចម្រើនដល់សង្គមជាតិ 5. អបាយមុខគ្រឿងញៀនជាផ្លូវនៃសេចក្តីវិន័យសម្រាប់ជីវិតកូនមេឪពុកត្រូវដើរតាមផ្លូវព្រះកុំដើរតាមផ្លូវរបស់មេការងារសុចរិតជាការងារថ្លៃថ្នូរមានកិត្តិយសកូនត្រូវចេះពិចារណាដោយខ្លួនឯងដាស់តឿនខ្លួនឯងកុំលេះលោះកុំទម្រុនត្រូវឆ្ងាយពីអបាយមុខស្រីស្រារបែងនិងបាបមិត្តជាដើមកូនត្រូវដើរនៅក្នុងផ្លូវព្រះធម៌ជានិច្ច